จะสรุปบอกถึงอันนี้แบบอันนี้เราครูมาจงใจเลยไปมัวทางกรึในการเมียนอย่างปีมงปีแสมัวทางกรึอย่างปีมัวทางกรึในการเมียนมือเย็นจังบอกปัจเจกทบลือทบดังปีมงปีแสหายจังมงแสบเยอะได้จึงทบลือคำประมงในการเมียนขึ้นกิโยมาปลายของค้าแกะเนียร์ผัดใส่ถึงแต่เก็บแท้ในขนมถนัดวิเชียไลตีดอกแต่ดอกตีดอกมวยจนทำให้โหนึงเลยโยกับเลยคลาๆน้องกาได้ยังอาจำบ่มไปแท้คือจับปีมุมโซนเดอร์เกรเราโหตัวดอกมุมใบดอกสับเดอร์เกรจังบ่มสอบดังแต่ในขนมกระตรองตีมวยจับปีมุมโซนดอกการสับนี้ยังหายมุมในขนมกระตรองตีมวยพิจารณายังจำมุมโซนสายปราม60นงกายสับเดกเรจังจับปีมารอยให้ตัวดอรอยแปดยังหายมุมกระตรองตีปียังไงจับปีรอยดอกตัวดอปีรอยchấtยังหายกระตรองตีใบจับปีใบรอยตัวดอใบรอยหกยังหายมุมกระตรองตีบวนvà chẳng hạn ấy cô đang prapกันเลยไอ้ผมอ่อนจำยังไอ้รอบปีมุมโซนเราหตัวđó bây giờ hot đòi bạch mưa của mìnhยังไอ้กูđồng vốnยังไอ้chạm để mà chẳngมุมปีมุมโซนเราbây giờ hot tràn này chẳngยังmưa tới chạm dừng tiên đường óc này là bây giờ là cuộc prapกันเลยchẳng miềnมุมโซน30sài pram 60cái mà rồi một thấy rồi 35mà rồi 5rồi 8 pi rồi đốc pi rồi một thấy pram pi rồi 6 pi rồi chất 300 rồi đập pram 300 និង360អូខេអញ្ចឹងមកលោកគ្រូនឹងប្រាប់ពីកលិះក្នុងការដែលបងចាំទីមួយបងអូនគ្រាន់តែគូសរង្វង់ត្រីកោណមៀតមួយមកយើងដឹងហើយអដេគឺនិយាយពីអកុសហើយអឈរយើងនិយាយពីអសេតអញ្ចឹងមុំនៅក្នុងតារាងត្រីកោណមៀតយើងគឺយើងចាប់ផ្ដើមរាប់ពីមុំ0ដឺក្រេទៅអញ្ចឹងយើងដាក់មុំពិសេសសិនគឺយើងមានមុំ0មកដល់កន្លែងនេះកែងអញ្ចឹងយើងដាក់90ដល់កន្លែងនេះយើងដាក់មុំ108rồiនេះយើងដាក់មុំ270ឡើយនេះគឺមុំ360អូខេចុះអាចចន្លោះកណ្ដាលនេះមានមុំអីខ្លះអញ្ចឹងលោកគ្រូនឹងប្រាប់ពីមុំរបស់យើងអញ្ចឹងកូនអាចគិតមកយើងមាននៅក្នុងកត្រង់ទី1វាមានមុំចន្លោះវា3កត្រង់ទី2ចន្លោះវា3កត្រង់ទី3ចន្លោះវា3កត្រង់ទី4ដូចគ្នាចន្លោះវា3ដូចគ្នាអញ្ចឹងយើងកត្រង់ទី1ទី2ទី3ទី4អូខេតោះអញ្ចឹងបងប្អូននឹងអាចចាំមុំមករង្វង់ពេលក្រោយមានដោយបាច់មើលមុនឬក៏ប្រាក់កលឹះរបស់វាអញ្ចឹងបងប្អូនគ្រាន់តែចាំប្រមាណវិធីអញ្ចឹងវិធីរបស់វាគឺបងប្អូនគ្រាន់តែចាំមកគឺ30 15 30បាទនេះគឺជាកលិះក្នុងការដែលចាំគឺដើម្បីរកមុំពិសេសរបស់យើងគឺយើងធ្វើបានទីបូកវាទៅណាអូខេអញ្ចឹងទី1មុំចាប់ផ្ដើមពីមុំ0ទៅអញ្ចឹងយើងត្រូវបូក30អញ្ចឹង0បូក30ទៅវាឡើងទៅជាមុំ30ដឺក្រេបន្តមកទៀតយើងបូកថែម15អញ្ចឹងយក30បូកថែម15ទៀតអញ្ចឹងវាឡើងទៅ45ដឺក្រេបន្ទាប់មកយើងបន្តបូក15ម្ដងទៀតអញ្ចឹងវាឡើងទៅ60ដឺក្រេបន្ទាប់ចុងក្រោយយើងត្រូវបូក30វិញអញ្ចឹងកូនចំណាំ30 15 30អញ្ចឹងយើងមើល60បូក30ទៅវាឡើងប៉ុន្មានវាឡើង90ហើយបាទអញ្ចឹងកូនត្រូវចំណាំកលឹះរបស់មុំពិសេសរបស់យើងគឺនៅក្នុងកត្រង់ទី1យើងចំណាំទៅ30 15 30ហើយយើងបន្តធ្វើដោយកត្រង់ទី1ទៅក្នុងកត្រង់ទី2កត្រង់ទី3កត្រង់ទី4ទៅយើងនឹងបានមុំពិសេសដូចនៅក្នុងតារាងមុំពិសេសរបស់យើងអញ្ចឹងឥឡូវលោកគ្រូបូកបន្តឲ្យទៀតពី90ទៅដល់មុំទី1នេះអញ្ចឹងយើងបន្តចូលកត្រង់ទី2យើងចាប់ផ្ដើមសាថ្មីគឺ30
30 ចឹងយើងបូកមក90ថែមជាមួយនឹង90ថែម30ទៀតចឹងយើងទទួលបានមុខពិសេសប៉ុន្មានគឺ120អូខេបន្ទាប់មកយើងត្រូវបូកថែម15ទៀតបូកមុខ120ថែម15ទៀតចឹងយើងទទួលបានមុខប៉ុន្មានមុខពិសេសយើងគឺ135អូខេបន្ទាប់មកទៀតមិនយើងបូក30 15 ហើយយើងចូល15មួយទៀតចឹងបន្ទាប់ពីយើងបូក15ទៀតយើងទទួលបានប៉ុន្មានយើងទទួលបានមុខ15ទៅយើងបានប៉ុន្មាន150ចឹងដល់ពេលចុងក្រោយយើងត្រូវបូកថែម30វិញចឹងមុំ150បូកថែម30យើងទទួលបានមុំប៉ុន្មានបាទ80ដឺក្រេអូខេចឹងយើងនៅបន្តដល់កាត់ត្រង់ទី3ទៀតយើងសាកប្រើរូបមន្តលោកគ្រូនេះយើងបូកមកជុំវិញរង្វង់បន្ទាប់មកយើងនឹងពិនិត្យមើលមុំពិសេសរបស់តារាងប្រកេតតាមវាត្រឹមត្រូវអត់ចឹងយើងបន្តបូកថែម15 30 15ទៀតមកចឹងឡើយនេះពី180យើងថែម30មកយើងថែមបូក30ទៀតចឹងយើងទទួលបានមុំពិសេសប៉ុន្មាន210បន្ទាប់មកយើងថែមយើង30ទៅចុងសងខាងទេកដាគឺ15នេះកដាគឺ15ចឹងយើងបូកកដា15មកបាទហើយខាងចុងនេះគឺ30តោះចឹងបូកមួយលោកអស់គ្នាចឹងយើងមាន180យើងបូក30យើងបាន210បូកថែម15ទៀតចឹងយើងទទួលបានមុំប៉ុន្មាន225បន្ទាប់មកយើងបូកថែម15ទៀតចឹងយើងទទួលបានមុំពិសេសប៉ុន្មាន240ហើយ240យើងបូកដល់30វិញចឹងវាទទួលបានមុខ270ត្រូវកន្លែងនេះបើយើងតោះចឹងនៅក្នុងកាត់ត្រង់ទី4យើងធ្វើបន្តទៀតដោយកាត់ត្រង់ទី1ទី2ទី3មកគឺយើងចន្លោះត្បូងគឺយើងបូក30ចឹងឥឡូវមិញយើងមាន270ចឹងយើងបូក30ទៀតយើងបានប៉ុន្មាន300គុតបាទ300ដឺក្រេតបមកទៀតតួចន្លោះកដានេះគឺយើងបូក15ចឹងមកបូក15យើងទទួលបាន315ចឹងទៅតមកទៀតយើងបូក15បាន2ដង30 15 30ចឹងមកចឹងយើងបូកមក315យើងបូកថែម15ទៀតចឹងយើងទទួលបានប៉ុន្មាន330ហើយ330យើងបូកថែម30ចុងក្រោយយើងទទួលបានមុំ360បាទហ្នឹងនេះគឺជាកលឹះក្នុងការដែលបងប្អូនថ្នាក់ទី10ទី11ឬក៏ទី12ក៏អាចប្រើវិធីនេះបានដែរក្នុងការដែលរកមុំពិសេសចាប់ពី0ដឺក្រេរហូតដល់360ដឺក្រេតើមានមុំពិសេសអីខ្លះអញ្ចឹងបងប្អូនប្រើរូបមន្តលោកគ្រូមកគឺយើងប្រើ30 15 30អញ្ចឹងយើងបន្តបូករហូតទាំងកាត់ត្រង់ទី1ទី2ទី3ទី4តាមលំនាំ30 15នេះមកយើងទទួលបានមុំពិសេសនៅក្នុងរង្វង់តែកើតមានអីតោះអញ្ចឹងយើងទិញទាំងអស់គ្នាមើលអញ្ចឹងមុំពិសេសរបស់យើងមានមែនយើងកូនមើលទៅលើក្នុងតារាងគ្រូមើលទៅខាងនេះអញ្ចឹងមានមុំ0ដឺក្រេបាទ30ដឺក្រេ45ដឺក្រេ60ដឺក្រេបាទត្រូវទេតមកទៀតចូលកាត់ត្រង់ទី2យើងមាន150មិញបាទយើងមាន90 120 135 150 210 225 240អានេះមុំកន្លែងចុងយើងស្គាល់ហើយ270តបមក300 315បាទ330អញ្ចឹងមុំពិសេសរបស់យើងទាំងអស់យើងរាប់មកមានមែនកាត់ត្រង់ទី1យើងមាន2 4 6 8 10 12 14 16 17អញ្ចឹងតារាងមុំពិសេសរបស់យើងគឺមាន17មុំអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រូជឿជាក់ថាបងប្អូននឹងយល់ហើយនឹងអាចដឹងពីមុំពិសេសលោកគ្រូជឿថាពិចារណាយើងចាំនៅក្នុងកាត់ត្រង់ទី1 0 30 45 60ពិចារណាយើងមកប្រើថ្ងៃនេះយើងអាចចាំពីមុំ0ដឺក្រេរហូតដល់360ដឺក្រេដោយអត់បាច់បើរូបមុនគឺយើងប្រើលំនាំ
បូកបន្ថែមតគ្នាគឺកត្រង់ទី1គឺយើងបូក30 15 15 30កត្រង់ទី2គឺយើងនៅតែបន្តបូក30 15 15 30រហូតដល់កត្រង់ទី4យើងនឹងទទួលបានមុំពិសេសចាប់ពីមុំ0ដឺក្រេរហូតដល់360ដឺក្រេបាទអញ្ចឹងបងប្អូនមានចម្ងល់អាចសួរលោកគ្រូនៅក្នុង comment បានលោកគ្រូនឹងឆ្លើយតបបាទបងប្អូនដែលចង់ចេះបន្ថែមឬក៏ចង់មករៀនជាមួយលោកគ្រូដែលលោកគ្រូបង្វឹកនៅសាលាEdTechអាចតាក់ទងតាមរយៈលោកគ្រូដាក់ទីតាំងនិងលេខទូរស័ព្ទនៅខាងក្រោមបាទសូមអរគុណ